Bạn sẽ xem cái nàyយើងជួបគ្នាជាមួយនឹងវីដេអូថ្មីថ្ងៃនេះបងឯងខ្ញុំចង់បង្ហាញតាក់ទងជាមួយនឹងការ output ទៅលើ monitor ហើយជាមួយនឹងកាមេរ៉ា Blackmagic PC6K ដោយអ្នកនរគ្នាដឹងគឺវាមាន output តាមរយៈ port SDI 12G ដែលវាអាចរុញ signal រូបភាពបានរហូតដល់ 4K ហើយសម្រាប់នៅផ្ទៃខាងមុខវិញគឺតាមរយៈ port Type C នេះអ្នកនរគ្នាហ្នឹងហើយចឹងអានេះគឺវា output បានត្រឹមតែ Full HD ទេហ្នឹងហើយមានន័យថា18 60 frame ណាហ្នឹងហើយហើយអញ្ចឹងមានន័យថា output វាមាន2 SDI 1ហើយនឹងតាមរយៈ port Type C 1អញ្ចឹងដូចជា monitor អ្នកនរគ្នាឃើញនេះគឺអានេះ monitor Zin របស់ Blackmagic ផ្ទាល់គឺជាប្រភេទការ HDR monitor ហើយ brightness វាក៏ភ្លឺខ្លាំងដែរប៉ុន្តែដូចអ្នកនរឃើញអញ្ចឹងវាមានលក្ខណៈរៀងទូចអញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញថាធ្វើម៉េចដើម្បីយើងអាច preview output ទៅ monitor ធំបានហើយសម្រាប់output មួយនេះគឺទៅលើ monitor 15 inch ជាងអ្នកនរគ្នាហើយនេះគឺ brand របស់ ASUS ហើយចំពោះ monitor នេះ color វាគួរសមប៉ុន្តែគាត់ថាវាអត់មាន touch control ហ្នឹងហើយអញ្ចឹងសម្រាប់ monitor នេះវាអាចធ្វើការ touch control ដែលយើងអាចធ្វើការ setting ទៅលើកាមេរ៉ា setting មួយចំនួនទាំងអស់តែម្ដងមិនមួយចំនួនទេអ្នកនាង sorry អញ្ចឹងសម្រាប់ monitor នេះគឺបើសិនជាវាអាចអនុញ្ញាតឲ្យអ្នកនាងធ្វើការ touch បានមានន័យថាអ្នកនាងអាចចូលទៅ setting របស់កាមេរ៉ាបានតាមរយៈ touch control ដូច monitor ទូនេះដូចគ្នាប៉ុន្តែគាត់ថាប្រយោជន៍វាមួយសម្រាប់ monitor នេះឥឡូវគឺវាអាចបង្ហាញរូបភាពដែលមានទំហំរហូតទៅដល់ 15.6 អ៊ីងអ្នកនរគ្នាហ្នឹងហើយអញ្ចឹងបើយើងធៀបជាមួយនឹង monitor នេះគឺទូចខុសគ្នាឆ្ងាយអ្នកនរគ្នាណាអានេះទូចអានេះឡើងប៉ុណ្ណានៃស្រួលមើលរូបមែនតើណាអានេះគឺអត្ថប្រយោជន៍ជាមួយនឹងប្រភេទគេហៅថា connection ទៅលើតាមរយៈរុន USB Type C ណាហ្នឹងហើយអានេះគឺអត្ថប្រយោជន៍វាបែបហ្នឹងអ្នកនរគ្នាហើយអញ្ចឹងចាំមើលនៅពេលដែលខ្ញុំមាន monitor អាចធ្វើការ touch control បានប្រភេទពួក screen ធំខ្ញុំនឹងធ្វើវីដេអូ review អ្នកនរគ្នានៅវីដេអូក្រោយទៀតអញ្ចឹងសម្រាប់ថ្ងៃនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើនអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ